លោកនាងជាទីមេត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាជិកភាពថ្នាក់ដឹកនាំ9រូបត្រូវបានជ្រើសរើសចេញពីគណៈបកជាប់ឆ្នោតទាំងពីរនិងពីអង្គការសង្គមស៊ីវិលចាកោជបគឺជាស្ថាប័នមួយថ្មីដែលប្រជាពលរដ្ឋគ្រប់រូបមានក្តីសង្ឃឹមទៅលើសមាជិកភាពថ្នាក់ដឹកនាំថ្មីទាំង9រូបនេះក្នុងការធានាថាការបោះឆ្នោតលើកក្រោយគឺមានភាពយុត្តិធម៌តម្លាភាពសេរីនិងត្រឹមត្រូវក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់កោជបលោករងឈុនប្រកាសថាលោកនឹងលាលែងពីតំណែងប្រសិនបើគណៈបកប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយឲ្យបន្ថែមចំណុចដើម្បីរំលាយគណៈបកណាមួយចោលនោះបើសិនជាមេដឹកនាំគណៈបកនោះធ្វើខុសចាអ្នកវិភាគលើកឡើងថាបើសិនជាលោករងឈុនលាលែងមែននឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខចាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់លោកទីនហ្សាការីយ៉ាអំពីរឿងនេះអ្នកវិភាគនិងអ្នកខ្លាំមើលការបោះឆ្នោតលើកឡើងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងរង្គោះរង្គើបើសិនជាមន្ត្រីជាន់ខ្ពស់កោជបលោករងឈុននឹងលាលែងពីតួនាទីនោះការលើកឡើងរបស់អ្នកវិភាគនិងអ្នកខ្លាំមើលការបោះឆ្នោតបែបនេះធ្វើឡើងក្រោយពេលលោករងឈុនដែលជាសមាជិកគម្ពុលកោជបមួយរូបបានប្រកាសថាលោកនឹងលាលែងពីតួនាទីគ្មានការសោកស្ដាយឡើយបើសិនជាច្បាប់ស្ដីពីគណៈបកនយោបាយត្រូវបានសមាជិកសភាមកពីគណៈបកប្រជាជនកម្ពុជាធ្វើវិសោធនកម្មកំណត់ពីការរំលាយគណៈបកណាដែលមេបកមានទោសទណ្ឌនោះអ្នកខ្លាំមើលផ្នែកអភិវឌ្ឍសង្គមលោកមនិតមាសនេះមានប្រសាសន៍ថាការប្រកាសរបស់លោករងឈុននេះអាចនឹងរង្គោះរង្គើដល់កោជបលើពីនេះទៀតលោកបញ្ជាក់ថាបើសិនជាឈានដល់ការរំលាយគណៈបកសង្គ្រោះជាតិមែននោះតើសមាជិកដទៃទៀតអាចនឹងលាលែងពីតួនាទីនេះដែរឬទេយើងមានចំណុច3ដែលយើងកំពុងតែគិតថាទី1តើការបោះឆ្នោតនឹងវានឹងធ្វើទៅដោយយុត្តិធម៌ហើយឬមានសេរីភាពគ្រប់គ្រាន់ទេទី2តើការបោះឆ្នោតនឹងអាចធ្វើឡើងដោយមិនយុត្តិធម៌ទេហើយទី3តើវានឹងអាចមានបញ្ហាកើតឡើងដែលធ្វើឲ្យការបោះឆ្នោតនេះគឺអត់មានតែម្ដងសមាជិកភាពថ្នាក់ដឹកនាំគម្ពុលកោជបត្រូវបានជ្រើសចេញពីគណៈបកសង្គ្រោះជាតិ4រូបគណៈបកប្រជាជនកម្ពុជា4រូបនិងជ្រើសចេញពីអង្គការសង្គមស៊ីវិល1រូបដែលទាំងអស់មាន9រូបថ្នាក់ដឹកនាំគម្ពុលទាំង9រូបនេះត្រូវបានសភាប្រជុំនិងអនុម័តនៅបន្ទាប់ពីគណៈបកទាំងពីរបានបញ្ចប់ចំនួននយោបាយកាលពីថ្ងៃទី22កក្កដាឆ្នាំ2014ក្រោយពីសភាអនុម័តជ្រើសរើសលោករងឈុនជាថ្នាក់ដឹកនាំគម្ពុលកោជបក្នុងចំណោមថ្នាក់ដឹកនាំទាំង9រូបកាលពីថ្ងៃទី9ខែមេសាឆ្នាំ2015នោះលោករងឈុនបានបញ្ញាថាលោកនឹងបម្រើការងារក្នុងកោជបនេះឲ្យឯករាជ្យគ្មានលំអៀងព្រោះថាសមាជិកភាពកោជបថ្មីខុសពីកោជបចាស់ប៉ុន្តែស្ថាប័នកោជបថ្មីធនធានមានវត្តមានខ្ញុំនៅក្នុងនឹងខ្ញុំនឹងប្រកាន់ជំហរស្មោះត្រង់នឹងជាតិស្មោះត្រង់នឹងប្រជារាស្ត្រធ្វើម៉េចឲ្យស្លឹកឆ្នោតរបស់បងប្អូនប្រជារាស្ត្រទាំងអស់នឹងត្រូវតែគង់វង្សមិនមានបុគ្គលឬអ្នកនយោបាយណាកេងប្រឡំក៏ប៉ុន្តែនៅដំណាក់កាលស្ថានភាពនយោបាយបច្ចុប្បន្ននេះហាក់ដូចជាធ្វើឲ្យលោករងឈុនខកបំណងទៅវិញលោករងឈុនបញ្ជាក់ពីហេតុផលដែលលោកប្រកាសលាលែងបើសិនជារំលាយគណៈបកសង្គ្រោះជាតិនោះថាលោកពុំអាចធ្វើកិច្ចការដោយក្បត់ពលរដ្ឋឡើយជាពិសេសនោះលោកក៏មិនស្ដាយក្រោយដែរចំពោះតួនាទីរបស់លោកសពថ្ងៃប្រសិនបើលោកធ្វើការពុំបានបម្រើផលប្រយោជន៍ឲ្យសាធារណជនពិតប្រាកដនោះបើសិនជាមានច្បាប់មួយដែលត្រូវរំលាយគណៈបកសង្គ្រោះចេញដោយគ្មានវត្តមាននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះទេខ្ញុំនឹងលាចេញពីសមាជិកកោជបពីព្រោះថាបើសិនជាយើងនៅឈរផ្លុំកញ្ចែឲ្យកីឡាប្រកួតហើយដោយគ្មានគូប្រកួតមានតែមួយខាងខ្ញុំមិនអាចឈរផ្លុំកញ្ចែឲ្យក្រុមកីឡាករតែមួយខាងប្រកួតតែម្នាក់ឯងបានទេឆ្លើយតបនឹងបញ្ហានេះមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកបណ្ឌិតហុងពុធាមានប្រសាសន៍ថាបើសិនជាលោករងឈុនប្រកាសលាលែងមិននោះគឺមិនប៉ះពាល់ដល់កោជបឬប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនោះទេនោះគឺជាការបង្ហាញទស្សនៈផ្ទាល់ខ្លួនហើយទស្សនៈនេះมันពាក់ព័ន្ធដល់ក្រុមកោជបទាំងមូលនោះទេបាទទោះបីជាបែបនេះក្តីទាំងអ្នកខ្លាំមើលការបោះឆ្នោតលើកឡើងដូចគ្នាថាបើសិនជាលោករងឈុនលាលែងពីកោជបមែននោះនឹងប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតជាមិនខាន
នាយកប្រតិបត្តិនៃគណៈកម្មាធិការអភិជាក្រិតនិងយុតិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជាហៅកាត់ថានិចហ្វិចលោកសំគុណធីមីមានប្រសាសន៍ថាការប្រកាសរបស់លោករងឈុននេះក៏ជាសម្ពាធមួយដែរសម្រាប់រដ្ឋាភិបាលក្នុងការរារាំងធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយលោកបញ្ជាក់ថាកោជបសប្តាហ៍ថ្ងៃនេះបានដំណើរការរៀបចំការបោះឆ្នោតដល់រលូនទៅហើយបើសិនជាសមាជិកកោជបលាលែងមែននោះប្រកាសជាប៉ះពាល់វាត្រូវការពេលវេលាត្រូវការទីមួយយន្តការស្ថាប័នកោជបតម្រូវឲ្យមានសមាជិកដឹកនាំ9នាក់ហើយបើសិនជានេះមានដើម្បីវិញគ្រប់លក្ខខណ្ឌច្បាប់មានតែជ្រើសរើសថ្មីបន្ថែមដល់ហើយដល់ចាំពេលវេលាបោះឆ្នោតវាដេញខ្ញុំមើលទៅដេញប្រកដីទៅបោះឆ្នោតហ្នឹងវាបន្តគ្នារហូតទៅជាប់គ្នាក្រៅពីនេះទៀតលោកបណ្ឌិតមាសនេះសង្កត់ធ្ងន់ថាសហគមន៍អឺរ៉ុបនិងរដ្ឋាភិបាលជប៉ុនបានជួយថវិកានិងបច្ចេកទេសសម្រាប់កំណែទម្រង់កោជបថ្មីនេះលោកបញ្ជាក់ថាប្រទេសជាម្ចាស់ជំនួយក៏ចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោតមួយដោយយុត្តិធម៌និងមានគ្រប់គណៈបកនយោបាយចូលរួមដែរមូលហេតុចម្បងដែលជំរុញឲ្យលោករងឈុនប្រកាសចង់លាលែងពីមុខនីតិដ៏សំខាន់មួយនៅកោជបនៅពេលនេះនៅក្រៅពេលលោកនាយរដ្ឋមន្ត្រីហ៊ុនសែនប្រកាសចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយដែលនឹងឈានដល់ការរំលាយគណៈបកណាដែលមានដឹកនាំគណៈបកធ្វើខុសការចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនឹងឈានដល់ការរំលាយគណៈបកចោលនេះត្រូវបានអ្នកវិភាគមើលឃើញថាលោកហ៊ុនសែនមានទិសដៅចង់រំលាយគណៈបកសង្គ្រោះជាតិចោលនៅគ្រាដែលលោកសំរងស៊ីប្រធានគណៈបកកំពុងតែជាប់បណ្ដឹងរាប់មិនអស់នោះតើតើនឹងបញ្ហានេះមន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោកប្រែតអាដាមអះអាងថាលោកហ៊ុនសែននឹងបាត់បង់អាជីពជាអ្នកនយោបាយប្រសិនបើលោកហ៊ានបង្កើតច្បាប់ហាម5មិនឲ្យអ្នកនយោបាយណាដែលធ្លាប់ត្រូវបានតុលាការក្រមសម្ពាធរបស់លោកផ្តន្ទាទោសហើយនោះមិនមានសិទ្ធិធ្វើជាប្រធានឬអនុប្រធានគណៈបកនយោបាយនោះលោកប្រែអាដាមបានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថាប្រសិនបើលោកហ៊ុនសែនហ៊ានកំទេចគណៈបកសង្គ្រោះជាតិតាមច្បាប់ដែលគ្រប់គ្រងដោយគណៈបករបស់លោកមែននោះកម្ពុជានឹងបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិហើយកម្ពុជានឹងក្លាយទៅជាប្រទេសដែលគ្រប់គ្រងដោយគណៈបកតែមួយអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានមានប្រសាសន៍ថាអ្នកច្បាប់កំពុងតែពិនិត្យក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះហើយលោកអះអាងថាមូលហេតុដែលធ្វើវិសោធនកម្មច្បាប់នេះព្រឹត្តិការណ៍ច្បាប់ស្តីពីគណៈបកនយោបាយបានបង្កើតឡើងតាំងពីឆ្នាំ1997ដែលច្បាប់នេះមិនអាចឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយឆ្នាំ2017នេះបានឡើយខ្ញុំយល់ថាអាចក្នុងសប្តាហ៍នេះនឹងចប់ការពិភាក្សាដើម្បីសម្រេចនៅខ្លឹមសារដែលត្រូវធ្វើវិសោធនកម្មនៅចំណុចមួយចំនួននៅក្នុងច្បាប់ស្តីពីគណៈបកនយោបាយពីនោះទៅយើងនឹងរៀបចំនីតិវិធីដើម្បីដាក់ជូនទៅគណៈកម្មការចន្ទ្រៃរដ្ឋសភាដើម្បីពិនិត្យសម្រេចអគ្គលេខាធិការគណៈបកប្រជាធិបតេយ្យមូលដ្ឋានលោកសាមអ៊ីនមានប្រសាសន៍ថាគណៈបករបស់លោកមិនគាំទ្រក្នុងការចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនៅពេលនេះទេដោយសារថាផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញដែលចែងថាប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបកនិងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះថាកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងគឺគេបានធ្វើយ៉ាងណាឲ្យខ្មែរដែលជាប់ជួសគ្នាដោយកម្លាំងប្រដាប់អាវុធហ្នឹងតែមកជួសគ្នាប្រកែកគ្នាពិសេសគ្នាដោយប្រើប្រាស់នឹងហៅថាលបែងប្រជាធិបតេយ្យឬក៏គោលការណ៍ប្រជាធិបតេយ្យហើយឲ្យយើងចេះអ្នកដែលមានគំនិតផ្ទៃគ្នាហ្នឹងអាចបង្កើតគណៈបកនយោបាយហើយបញ្យល់ប្រាប់ជនជាតិបរតទៅថាមានចង់ដោះស្រាយបញ្ហាប្រទេសខ្មែរដោយជាខ្មែរចឹងទៅហើយវាអាស្រ័យទៅនឹងការកាត់ផ្ទៃរបស់ប្រជាពលរដ្ឋទេតើតើនឹងបញ្ហានេះលោកប្រធានចាត់ទុកអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថានឹងស្ថិតនៅក្នុងភាពអន្តការងងឹតសូន្យសងហើយដំណើរការបោះឆ្នោតនឹងកាន់តែមិនសេរីត្រឹមត្រូវនិងយុត្តិធម៌នោះឡើយគណៈបកកាន់អំណាចកំពុងត្រួតត្រារាល់ស្ថាប័នសំខាន់របស់រដ្ឋនោះអ្នកវិភាគវិញលើកឡើងថាអ្នកនយោបាយឬគណៈបកកាន់អំណាចត្រូវគិតពីវាសនារបស់ប្រទេសកម្ពុជាវិញប្រសើរជាងការឆ្លោះគ្នាយកឈ្នះចាញ់គ្នាឥតលហែបែបនេះអ្នកវិភាគលើកឡើងថាការគិតគូរអំពីការបោះឆ្នោតប្រកបដោយសេរីនឹងបើកឲ្យមានការប្រកួតប្រជែងគណៈបកនយោបាយដោយស្មើភាពគ្នានោះទើបធ្វើឲ្យប្រទេសជាតិមានភាពរុងរឿងនិងសុខសាន្តខ្ញុំទីនសាការីយ៉ាអាស៊ីសេរីពីរាជធានីភ្នំពេញ